រយៈពេល10ថ្ងៃកម្ពុជាថៃបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងបានចំនួន94បង្គោលត្រឹមរយៈពេល10ថ្ងៃកម្ពុជាថៃបានចុងពិនិត្យទីតាំងជាក់ស្ដែងលើការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលលេខ52និងលេខ59ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងរបស់កម្ពុជាជាប់នឹងខេត្តចន្ទបុរីរបស់ថៃដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលស្មើនឹង56%យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី17ខែវិច្ឆិកាថាភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់ពីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025រហូតមកដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលលើផែនការសរុប166បង្គោលគិតជាភាគរយសម្រាប់បានប្រមាណ56%បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាភាគីទាំងពីរនឹងបន្តការបោះបង្គោលបណ្ដោះអាសន្ននេះឲ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ